បាទលោកអ្នកនាងជាទីមេត្រីក្រុមអង្គការសង្គមស៊ីវិលអន្តរជាតិជិត40ស្ថាប័នទាមទារឲ្យប្រធានាធិបតីអាមេរិកលោកជូបៃដិននិងប្រធានាធិបតីឥណ្ឌូនេស៊ីលោកជូកូវីដូដូស្នើទៅមេដឹកនាំនានាដែលនឹងទៅចូលរួមកិច្ចប្រជុំ G20 នៅថ្ងៃទី15និងទី16ខែវិច្ឆិកាខាងមុខនេះជំរុញឲ្យលោកហ៊ុនសែនស្ដារប្រជាធិបតេយ្យឡើងវិញដើម្បីធានាឲ្យមានការបោះឆ្នោតនៅកម្ពុជាប្រកបដោយសេរីត្រឹមត្រូវនិងយុត្តិធម៌អង្គការសង្គមស៊ីវិលអន្តរជាតិចំនួន36ស្ថាប័នបានចេញលិខិតដាច់ដោយឡែកពីគ្នាទៅកាន់ប្រធានាធិបតីអាមេរិកនិងប្រធានាធិបតីឥណ្ឌូនេស៊ីកាលពីថ្ងៃទី8ខែវិច្ឆិកាឆ្នាំ2022នេះឲ្យជួយជំរុញឲ្យរដ្ឋាភិបាលឯកបៈរបស់លោកហ៊ុនសែនស្ដារលទ្ធិប្រជាធិបតេយ្យឡើងវិញដើម្បីធានាឲ្យមានការបោះឆ្នោតនៅកម្ពុជាអាណត្តិទី7ឆ្នាំ2023ខាងមុខនេះប្រកបដោយសេរីនិងយុត្តិធម៌ព្រោះថាលោកហ៊ុនសែននិងគណៈបកប្រជាជនកម្ពុជាដែលគាត់កំពុងតែដឹកនាំសពថ្ងៃនេះបានគ្រប់គ្រងប្រទេសកម្ពុជាតាមទំនឹងចិត្តយ៉ាងឃោរឃៅអស់រយៈពេល4ទសវត្សរ៍មកហើយក្រុមអង្គការអន្តរជាតិទាំងអស់នោះរួមមានអង្គការ Associate 23 October 19ឆ្នាំ1991ដែលមានមូលដ្ឋាននៅប្រទេសបារាំងអង្គការ Cambodia Border Institute ដែលមានមូលដ្ឋាននៅអាមេរិកអង្គការ Canterbury Cambodian Association ដែលមានមូលដ្ឋាននៅប្រទេស New Zealand អង្គការ Cambodian Fellowship CRC ដែលមានមូលដ្ឋាននៅប្រទេសកាណាដានិងអង្គការអន្តរជាតិជាង30ស្ថាប័នផ្សេងទៀតនៅតាមបណ្ដាប្រទេសជាច្រើនពួកគេទាមទារឲ្យរដ្ឋាភិបាលឯកបៈនៅកម្ពុជាបញ្ឈប់ការកាត់ទោសកម្មជននានាដាក់ពន្ធនាគារដោយហេតុផលនយោបាយត្រូវអនុញ្ញាតឲ្យបណ្ដាញផ្សព្វផ្សាយឯករាជ្យទាំងអស់ដែលត្រូវបានបិទគប់តាំងពីឆ្នាំ2017ដំណើរការឡើងវិញដោយឥតលក្ខខណ្ឌដោះលែងអ្នកសារព័ត៌មានឯករាជ្យទាំងអស់ដែលរដ្ឋាភិបាលកម្ពុជាបានចោទប្រកាន់ទាំងអយុត្តិធម៌និងឃុំខ្លួននៅពេលកន្លងមកឲ្យមានសេរីភាពពេញលេញឡើងវិញក្រុមសង្គមស៊ីវិលទាំងអស់នេះក៏បានជំរុញឲ្យសហរដ្ឋអាមេរិកស្នើទៅសម្ព័ន្ធមិត្តរបស់ខ្លួនដាក់ទណ្ឌកម្មសេដ្ឋកិច្ចរួមទាំងទណ្ឌកម្មបន្ទាប់បន្សំផ្សេងទៀតទៅលើរដ្ឋាភិបាលលោកហ៊ុនសែននិងមន្ត្រីជាន់ខ្ពស់កម្ពុជាជាច្រើនរូបទៀតដែលពាក់ព័ន្ធទៅនឹងការរំលោភសិទ្ធិមនុស្សការប្រព្រឹត្តអំពើពុករលួយអំពើក្បត់ជាតិឆ្លងដែនការបំផ្លិចបំផ្លាញបរិស្ថាននិងការរំលោភដីធ្លីទ្រង់ទ្រាយធំនៅកម្ពុជាក្នុងរយៈពេលបច្ចុប្បន្នឲ្យបានធ្ងន់ធ្ងរបំផុតជាងនេះអង្គការសង្គមស៊ីវិលអន្តរជាតិដែលមានមូលដ្ឋាននៅក្រៅប្រទេសទាំងអស់នេះស្នើឲ្យសហរដ្ឋអាមេរិកជួយប្រមូលផ្ដុំសហគមន៍អន្តរជាតិនានាទាមទារឲ្យមានសកម្មភាពកាន់តែខ្លាំងក្លាក្នុងការធ្វើកំណែទម្រង់ជាមូលដ្ឋានដើម្បីជំរុញឲ្យរដ្ឋាភិបាលកម្ពុជាបដិញ្ញាអនុវត្តគោលការណ៍នៃកិច្ចព្រមព្រៀងក្រុងប៉ារីសឆ្នាំ1991ទាក់ទងទៅនឹងអធិបតេយ្យភាពព្យាក្រឹតភាពនិងបូរណភាពទឹកដីរបស់ខ្លួនដើម្បីឈានទៅរកការបោះឆ្នោតជាតិនៅពេលខាងមុខប្រកបដោយសេរីត្រឹមត្រូវនិងយុត្តិធម៌ក្នុងគោលដៅដើម្បីធានានៅការបញ្ចេញមតិនៅការបញ្ចេញនៅឆន្ទៈរបស់ប្រជាពលរដ្ឋដោយគ្មានការគៀបសង្កត់និងការបំផិតបំភ័យនៅថ្ងៃទី15និងទី16ខែវិច្ឆិកាឆ្នាំ2022ខាងមុខនេះមេដឹកនាំពិភពលោកព្រមទាំងមេដឹកនាំប្រទេសនានានឹងទៅចូលរួមកិច្ចប្រជុំកំពូល G20 នៅលើកោះបាលីប្រទេសឥណ្ឌូនេស៊ីក្នុងនោះមេដឹកនាំកម្ពុជាលោកហ៊ុនសែនក៏នឹងទៅចូលរួមកិច្ចប្រជុំនេះដែរតាមការអញ្ជើញរបស់ប្រធានាធិបតីឥណ្ឌូនេស៊ីលោកជូកូវីដូដូជុំវិញបញ្ហានេះមុនកិច្ចប្រជុំកំពូលអាស៊ានអតីតតំណាងរាស្ត្រអូស្ត្រាលីប្រចាំរដ្ឋ Victoria លោកហុងលឹមរួមជាមួយនឹងអង្គការអន្តរជាតិចំនួន38ស្ថាប័នផ្សេងទៀតបានដាក់លិខិតរួមគ្នាទៅកាន់នាយករដ្ឋមន្ត្រីនៃប្រទេសអូស្ត្រាលីឲ្យជំរុញឲ្យមេដឹកនាំពិភពលោកក្នុងកិច្ចប្រជុំកំពូលអាស៊ាននិងមេដឹកនាំនៃបណ្ដាប្រទេស G20 ទប់ស្កាត់ការដឹកនាំរបស់រដ្ឋាភិបាលកម្ពុជាដែលមានលក្ខណៈកាន់តែសាហាវឃោរឃៅដោយការចាប់ឃុំខ្លួនសកម្មជនសិទ្ធិមនុស្សសកម្មជននយោបាយការជន់ឈ្លីលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាសប្តាហ៍នេះតាមទំនឹងចិត្តតែទន្ទឹមនឹងបញ្ហានេះកាលពីចុងខែមិនិនាឆ្នាំ2022អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំនៅកម្ពុជារិះគន់ថាទស្សនវិជ្ជាសិទ្ធិមនុស្សនិងលទ្ធិប្រជាធិបតេយ្យនៅប្រទេសកម្ពុជានៅតែបង្កការព្រួយបារម្ភធ្ងន់ធ្ងរដដែលបើទោះបីជាកម្ពុជាក្លាយជាប្រធានអាស៊ានក៏ដោយព្រោះថាលំហសេរីភាពរបស់ពលរដ្ឋនិងនយោបាយនៅកម្ពុជាកាន់តែរួមតូចនិងកំពុងដើរថយក្រោយដោយសារតែគ្រប់គ្រងតាមបែបឯកបៈរបស់បកកណ្ដាលអំណាចបច្ចុប្បន្ននេះបាទលោកអ្នកនាងជាទីមេត្រីក្រុមគឧតកោ Nagawal បាននាំគ្នាទៅប្រមូលផ្ដុំនៅខាងមុខសាលាដំបងរាជធានីភ្នំពេញនៅព្រឹកថ្ងៃច័ន្ទនេះដើម្បីជួយធ្វើជាសាក្សីដល់គឧតកោ2នាក់ដែលចូលបំភ្លឺនៅចំពោះមុខតុលាការក្រោយពីថៅកែ Nagawal បានប្តឹងពួកគេពីបទរំលោភលើលំនៅឋានធ្វើឲ្យខូចខាតដោយចេតនាស្ថានមានស្ថានទម្ងន់ទោសចាប់ឃុំឃាំងនិងបង្ខាំងដោយខុសច្បាប់អំឡុងធ្វើកុតកម្មដោយសន្តិវិធីនៅខាងមុខក្រុមហ៊ុនគឧតកោ2នាក់ដែលចូលបំភ្លឺនៅតុលាការនៅថ្ងៃនេះរួមមានកញ្ញាសុកថាវុឌ្ឍចូលបំភ្លឺនៅម៉ោង 9 កន្លះនិងអ្នកស្រីណេតចរិយាចូលទៅបំភ្លឺនៅម៉ោង 2 កន្លះរសៀលក្រោមបទចោទរំលោភលើលំនៅឋាននិងធ្វើឲ្យខូចខាតដោយចេតនាធ្ងន់ធ្ងរមានស្ថានទម្ងន់ទោសការចាប់ឃុំឃាំងនិងបង្ខាំងមនុស្សដោយខុសច្បាប់ដែលប្តឹងដោយក្រុមហ៊ុន Nagawal អ្នកស្រីមុំសុវត្ថិនជាគឧតកោ Nagawal ម្នាក់ក្នុងចំណោមគឧតកោផ្សេងទៀតដែលប្រមូលផ្ដុំនៅខាងមុខសាលាដំបងរាជធានីភ្នំពេញនោះអះអាងថាពួកគាត់មកកាន់ទីនេះគឺដើម្បីធ្វើជាសាក្សីនិងជួយលើកទឹកចិត្តក៏ដូចជាគាំទ្រដល់គឧតកោដែលចូលបំភ្លឺនៅចំពោះមុខតុលាការអ្នកស្រីបន្តថាពួកគេដោយសារតែក្រុមហ៊ុនរំលោភសិទ្ធិនិងបញ្ឈប់ការងារហើយបែរជាថៅកែមកប្តឹងពួកគាត់បន្ថែមទៀតករណីនេះអ្នកស្រីចាត់ទុកថាជារឿងអយុត្តិធម៌ខ្លាំងណាស់
គឧតកោដែលចូលបំភ្លឺនៅថ្ងៃនេះរួមមានកញ្ញាសុកថាវុឌ្ឍប្រាប់អ្នកសារព័ត៌មាននៅខាងមុខសាលាដំបងរាជធានីភ្នំពេញថាអัยការអមសាលាដំបងរាជធានីភ្នំពេញបានសួរកញ្ញាដោយបង្ហាញនៅរូបភាពអំឡុងពេលធ្វើកោតកម្មដោយសន្តិវិធីខាងមុខក្រុមហ៊ុន Naga កញ្ញាបន្តថាពួកគាត់មិនបានរំលោភលំនៅឋានហើយក៏មិនបានបង្ខាំងមនុស្សដោយខុសច្បាប់និងបំផ្លាញទ្រព្យសម្បត្តិដោយចេតនារបស់អ្នកណានោះដែរមួយវិញទៀតកញ្ញានិយាយថាក្រុមហ៊ុន Naga World ជាកន្លែងបនលបែងស៊ីសងនិងជាកន្លែងរកស៊ីដែលមិនមែនជាលំនៅឋាននោះទេហើយការចោទប្រកាន់ថាគឧតកោធ្វើកុតកម្មរបស់ពួកគេកន្លងមកបានបំផ្លាញទ្រព្យសម្បត្តិក្រុមហ៊ុននោះគឺផ្ទុយពីការពិតទាំងស្រុងដោយសារការធ្វើកុតកម្មរបស់ពួកគាត់គឺធ្វើឡើងដោយសន្តិវិធីនោះទេហើយស្របទៅតាមច្បាប់ជាតិនិងអន្តរជាតិថែមទៀតកញ្ញាសុកថាវុឌ្ឍបង្ហាញការខកចិត្តដែលក្រុមហ៊ុនយកប្រព័ន្ធតុលាការមកធ្វើទុកបុកម្នេញពួកគាត់ប៉ុន្តែកញ្ញាថាពួកគេនឹងមិនបញ្ឈប់ការធ្វើកុតកម្មនោះទេទោះបីក្រុមហ៊ុនប្តឹងក្តីដោយសារតែការធ្វើកុតកម្មរបស់ពួកគេដោយសន្តិវិធីដែលធានាដោយច្បាប់យ៉ាងណាក៏ដោយនោះគិតចាប់តាំងពីចេញធ្វើកុតកម្មជាង10ខែមកនេះកុតកោ Naga World ជិត10នាក់ហើយត្រូវបានតុលាការក៏ហៅឲ្យជួបបំភ្លឺតាមបណ្ដឹងរបស់ក្រុមហ៊ុន Naga World កុតកោដែលត្រូវក្រុមហ៊ុនប្តឹងអំឡុងពេលធ្វើកុតកម្មដោយសន្តិវិធីខាងមុខក្រុមហ៊ុននោះមានឈ្មោះសៀកបញ្ញាជួបសោភ័ណ្ឌសុកថាវុឌ្ឍនេតចរិយាឆានបូរ៉ាសង្ឃសុផលនិងមុំសវត្ថិនជាដើមមិនតែកុតកោដែលត្រូវកំពុងរងនៅបណ្ដឹងនៅតុលាការនោះពាក់ព័ន្ធទៅនឹងវិវាទការងារនេះថ្នាក់ដឹកនាំនិងសកម្មជនសហជីពចំនួន11នាក់ដែលជាតំណាងក្រុមហ៊ុន Naga World ក៏ត្រូវតុលាការចោទប្រកាន់និងឃុំខ្លួននៅពន្ធនាគារជិត3ខែដែរក្រោមបទចោទញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាតនិងបទរារាំងការអនុវត្តវិធានការទប់ស្កាត់ការរាលដាលជំងឺ Covid-19 ក្រោយមកថ្នាក់ដឹកនាំនិងសកម្មជនសហជីព10នាក់ត្រូវបានដោះលែងឲ្យនៅក្រៅឃុំបណ្ដោះអាសន្នគណៈកោតក្រនៅតែបន្តចេញធ្វើកោតកម្មទាមទារដោះស្រាយវិវាទការងារដែលបានអូសបន្លាយជាង1ឆ្នាំព្រមទាំងទទួលយកសហជីពនិងទម្លាក់ចោលបទចោទប្រកាន់ទាំងអស់ផងដែរអតីតអ្នកទស្សនយោបាយមួយរូបអះអាងថាសេចក្តីថ្លែងការណ៍របស់សេតវិមានបង្ហាញយ៉ាងច្បាស់ថាអាមេរិកនៅតែបន្តយកចិត្តទុកដាក់បញ្ហាប្រជាធិបតេយ្យនិងការគោរពសិទ្ធិមនុស្សនៅកម្ពុជាដោយឥតងាករេអតីតអ្នកទស្សនយោបាយនឹងជានាយកបេសកកម្មក្រៅប្រទេសនៃវិទ្យាស្ថានស្រាវជ្រាវគោលនយោបាយក្នុងសហរដ្ឋអាមេរិកលោកមេឃសវណ្ណារាបានប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃនេះថាក្នុងខ្លឹមសារនៃសេចក្តីថ្លែងការណ៍របស់សេតវិមានដែលជំរុញឲ្យរដ្ឋាភិបាលកម្ពុជាបើកលំហសេរីភាពនយោបាយសម្រាប់ការបោះឆ្នោតនៅឆ្នាំ2023ខាងមុខនេះទំនងជាសម្ដៅដល់ការបើកសិទ្ធិសេរីភាពនយោបាយរបស់មេដឹកនាំបកប្រឆាំងលោកកឹមសុខាផងដែរព្រោះថារដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោក Anthony Blinken ក៏ធ្លាប់ជំរុញឲ្យរដ្ឋាភិបាលកម្ពុជាដោះស្រាយបញ្ហានេះរហូតមកដែរលោកមីសវណ្ណារាលើកឡើងថាដើម្បីស្ដារមុខមាត់កម្ពុជាឡើងវិញកត្តាសំខាន់គឺកម្ពុជាជាអ្នកអនុវត្តនៅក្នុងការលើកស្ទួយសិទ្ធិមនុស្សនិងស្ដារប្រជាធិបតេយ្យដោយខ្លួនឯងប៉ុណ្ណោះព្រោះថាអាមេរិកចង់ឃើញកម្ពុជាវិលទៅរកស្ថានភាពមួយដែលល្អប្រសើរជាងពេលបច្ចុប្បន្ននេះប្រសិនបើកម្ពុជាអាចស្ដារសិទ្ធិមនុស្សនិងលទ្ធិប្រជាធិបតេយ្យដោយការចង់បានរបស់ពលរដ្ឋខ្មែរនិងប្រទេសសេរីប្រជាធិបតេយ្យរំពឹងទុកមែននោះកម្ពុជានឹងទទួលបាននូវអត្ថប្រយោជន៍សម្រាប់ខ្លួនជាច្រើនទៅថ្ងៃមុខលោកបញ្ជាក់ថាកម្ពុជានឹងទទួលបាននូវការអនុវត្តពន្ធឡើងវិញពីសំទុះការអនុគ្រោះពន្ធឡើងវិញពីសហរដ្ឋអាមេរិកនិងសហភាពអឺរ៉ុបជាងនេះទៅទៀតទណ្ឌកម្មនានាពីប្រទេសមហាអំណាចដែលសង្កត់ទៅលើកម្ពុជាជំរុញឲ្យមានការដែលជុំវិញការរំលោភសិទ្ធិមនុស្សនិងអំពើពុករលួយជាដើមក៏ត្រូវលុបចេញផងដែរប្រសិនបើកម្ពុជាអាចងាកទៅរកការដឹកនាំមួយដែលគ្មានការរឹតបន្តឹងសេរីភាពរបស់ពលរដ្ឋស្របតាមប្រទេសដែលប្រកាន់នីតិរដ្ឋការអាងនេះធ្វើឡើងដើម្បីជំរុញឲ្យកម្ពុជាស្ដារប្រជាធិបតេយ្យនិងគោរពសិទ្ធិមនុស្សឡើងវិញបន្ទាប់ពីអាមេរិកក៏បានទាមទារឲ្យកម្ពុជាស្ដារប្រជាធិបតេយ្យរបស់ខ្លួនឡើងវិញដែរកាលពីពេលថ្មីៗនេះកិច្ចប្រជុំកំពូលអាស៊ានលើកទី40និងទី41បានប្រព្រឹត្តទៅរយៈពេល4ថ្ងៃដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះចាប់ពីថ្ងៃទី10ដល់ថ្ងៃទី13ខែវិច្ឆិកាឆ្នាំ2022ដែលមានការចូលរួមពីប្រធានាធិបតីអាមេរិកលោក Joe Biden ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ានសហរដ្ឋអាមេរិកលើកទី10នៅពេលនោះផងដែរក្នុងជំនួបរវាងប្រធានាធិបតីអាមេរិកលោក Joe Biden និងមេដឹកនាំកម្ពុជាក្នុងនាមជាប្រធានអាស៊ានលោកហ៊ុនសែនក្នុងកិច្ចប្រជុំកំពូលអាស៊ានកាលពីថ្ងៃទី12ខែវិច្ឆិកាសេតវិមានបានចេញសេចក្តីថ្លែងការណ៍ថាលោក Joe Biden បានសម្ដែងនៅការព្រួយកង្វល់ពីស្ថានភាពនៅមូលដ្ឋានទ័ពជើងទឹករៀមយ៉ាងខ្លាំងដែលរហូតមកទល់ពេលនេះកម្ពុជានៅតែត្រូវបានសង្ស័យពីការខុបខិតលួចផ្ដាល់មូលដ្ឋានជើងទឹករៀមរបស់ខ្លួនឲ្យកងទ័ពជើងទឹកចិន The People Republic of China ធ្វើជាកន្លែងឈរជើងនៅឡើយសេតវិមានលើកឡើងថាប្រធានាធិបតីអាមេរិកលោក Joe Biden ក៏បានជំរុញឲ្យលោកហ៊ុនសែនបើកលំហសិទ្ធិនយោបាយសម្រាប់ពលរដ្ឋខ្មែរឡើងវិញមុនការបោះឆ្នោតឆ្នាំ2023ខាងមុខនេះនិងអំពាវនាវឲ្យមានការដោះលែងសកម្មជនដែលត្រូវបានឃុំខ្លួនពីបទចោទប្រកាន់ពាក់ព័ន្ធនឹងរឿងនយោបាយព្រមទាំងអំពាវនាវឲ្យមានការដោះលែងពលរដ្ឋខ្មែរអាមេរិកកញ្ញាសេងធារីផងដែរសេតវិមានបញ្ជាក់ថាលោក Joe Biden ក៏បានរំលឹកឡើងវិញនៃការបដិញ្ញាចិត្តរបស់អាមេរិកផងដែរអាមេរិកប្រកាន់នៅជំហរអត់ងាករេចំពោះពលរដ្ឋខ្មែរសម្រាប់បំណងប្រាថ្នារបស់ពួកគេដែលចង់បានប្រជាធិបតេយ្យនិងឯករាជ្យភាពជាតិពិតប្រាកដ
ដោយឡែកសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋាភិបាលឯកបៈលោកហ៊ុនសែនកាលពីថ្ងៃទី12ខែវិច្ឆិកាម្សិលមិញមិនបានលើកឡើងអំពីការព្រួយបារម្ភរបស់សហរដ្ឋអាមេរិកនិងការចង់បានរបស់អាមេរិកជុំវិញការគោរពសិទ្ធិមនុស្សនិងការស្ដារប្រជាធិបតេយ្យនិងការព្រួយបារម្ភអំពីមូលដ្ឋានជើងទឹករៀមនោះទេប៉ុន្តែសេចក្តីប្រកាសព័ត៌មាននេះគ្រាន់តែលើកឡើងអំពីចំណុចខ្លះៗដែលលោកโจ Biden បានលើកឡើងទៅកាន់ប្រទេសកម្ពុជាដូចជាលោកโจ Biden បានអបអរសាទរកម្ពុជាក្នុងការគាំទ្រទំនាក់ទំនងអាស៊ានអាមេរិកនិងជំហររបស់កម្ពុជាលើវិបត្តិនៅប្រទេសអ៊ុយក្រែនជាដើមទោះជាបែបនេះក្តីប្រធានាធិបតីសហរដ្ឋអាមេរិកលោកโจ Biden បានសរសេរនៅលើទំព័រ Facebook របស់លោកកាលពីថ្ងៃអាទិត្យម្សិលមិញថាលោកបានជួបជាមួយលោកហ៊ុនសែនដើម្បីពិភាក្សាអំពីការដឹកនាំរបស់កម្ពុជាក្នុងនាមជាប្រធានអាស៊ានក្នុងឆ្នាំដ៏លំបាកនេះក្នុងនោះលោកបញ្ជាក់ថាលោកក៏បានរំលឹកឡើងវិញនូវការបដិញ្ញាចិត្តរបស់អាមេរិកចំពោះប្រជាជនកម្ពុជានិងបំណងប្រាថ្នារបស់ពួកគេដែលចង់បានប្រទេសមួយមានភាពរីកចម្រើនប្រជាធិបតេយ្យនិងឯករាជ្យផងដែរចំណែកអគ្គលេខាធិការនៃអង្គការសហប្រជាជាតិលោក Antonio Guterres ក៏បានទៅចូលរួមនៅកិច្ចប្រជុំកម្ពុជារវាងអាស៊ានអង្គការសហប្រជាជាតិក៏បានអំពាវនាវឲ្យលោកហ៊ុនសែនបើកលំហសិទ្ធិសេរីភាពជាមូលដ្ឋានរបស់សកម្មជនសិទ្ធិមនុស្សសកម្មជនបរិស្ថាននិងសហការធ្វើការងារជាមួយនឹងអង្គការសង្គមស៊ីវិលឡើងវិញជុំវិញបញ្ហានេះក្រុមអ្នកសង្កេតការណ៍លើកឡើងថាជាទម្លាប់អាក្រក់របស់មេដឹកនាំកម្ពុជាបរិះខ្លាំងលោកហ៊ុនសែនទៅហើយក្រោមការដឹកនាំរបស់គាត់ជាង40ឆ្នាំមកនេះដែលគ្មានការទទួលខុសត្រូវចំពោះមុខពលរដ្ឋព្រោះថាបើលោកហ៊ុនសែនចង់បញ្ជាក់ថាគាត់គឺជាមេដឹកនាំដែលមានការទទួលខុសត្រូវចំពោះជាតិពិតប្រាកដមែននោះគាត់ត្រូវតែធ្វើការបំភ្លឺជុំវិញការព្រួយបារម្ភរបស់អាមេរិកចំពោះពលរដ្ឋខ្មែរមិនមែនចេញសេចក្តីប្រកាសព័ត៌មានបិទបាំងការពិតបែបនេះនោះទេ